នៅក្នុងប្រវត្តិសាស្ត្រទំនើបនៃរាជវង្សថៃគ្មានស្ត្រីណាម្នាក់ដែលមានប្រវត្តិជោគជាំនិងភាពចម្រូងចម្រាសស្មើនឹងស្ត្រីម្នាក់នេះឡើយនាងមិនមែនជាស្ត្រីកើតនៅក្នុងត្រកូលខ័ទ្ទយៈឬអភិជនជាន់ខ្ពស់នោះទេនាងគ្រាន់តែជាក្មេងស្រីមកពីខេត្តដាច់ស្រយាលដើរលើមាគ៌ាគិលានុបដ្ឋាយិកាម្នាក់ប៉ុណ្ណោះប៉ុន្តែត្រឹមតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះនាងបានហោះចូលនៅក្នុងមជ្ឈមណ្ឌលនៃអំណាចរាជវាំងនិងបានក្លាយជាស្នំឯកជាផ្លូវការដំបូងគេបង្អស់ក្នុងរយៈពេលជិត100ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រថៃតើស្ត្រីសាមញ្ញឈ្មោះស៊ីនណាតវង្សវជ្រាផាឌីឬគេស្គាល់ថាម៉ែកយរូបនេះមានមន្តស្នេហ៍និងសមត្ថភាពសម្ងាត់អ្វីខ្លះទើបអាចឆក់យកប្រតិព្រះមហាក្សត្រមហាវជ្រាលង្កូននិងអង្រួនរាជវាំងចក្រីទាំងមូលបានតោះជួបជាមួយខ្ញុំនៅក្នុងវីដេអូនេះទាំងអស់គ្នាដើម្បីយល់ពីដំណើរដើមទើងយើងត្រូវត្រឡប់ទៅឆ្នាំ1985នៅក្នុងខេត្តណាន់ដែលជាខេត្តមួយនៅភាគខាងជើងនៃប្រទេសថៃនៅថ្ងៃទី26ខែមករាក្មេងស្រីម្នាក់បានកើតនៅក្នុងគ្រួសារលំដាប់មធ្យមជាមួយនឹងឈ្មោះដើមថានីរមន្តអ៊ុនព្រំនាងលូតលាស់ឡើងដូចជាកុមារីធម្មតាម្នាក់ប៉ុន្តែអ្វីដែលប្លែកពីគេគឺភាពវៃឆ្លាតនិងភាពក្លាហាននិងការតស៊ូស្ដាប់បង្គាប់នៅឆ្នាំ2008ក្នុងវ័យ23ឆ្នាំនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគិលានុបដ្ឋាយិកាពីមហាវិទ្យាល័យគិលានុបដ្ឋាយិកាកងទ័ពជើងគោកថៃបន្ទាប់មកនាងបានចូលបម្រើការងារជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យយោធាអានន្តាមហេដុលមើលទៅខ្សែជីវិតរបស់នាងគួរតែបញ្ចប់ត្រឹមតែជាបុគ្គលិកពេទ្យម្នាក់ប៉ុន្តែជោគវាសនាបានរៀបចំស្ពានមាសមួយនាងដើរឆ្លងកាត់នោះគឺការត្រូវផ្ទេរទៅមើលថែនិងបម្រើក្នុងកិច្ចការផ្ទាល់ខ្លួនរបស់ព្រះរាជវង្សនៅកំឡុងឆ្នាំ2012នាងត្រូវបានផ្ទេរចូលទៅក្នុងកងអង្គរៈការពារសុវត្ថិភាពរាជវង្សនេះជាចំណុចចាប់ផ្ដើមដែលនាងបានជួបនិងបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះម្ចាស់មហាវជ្រាលង្កូនដែលកាលនោះទ្រង់នៅជាព្រះរាជយាទនៅឡើយនាងមិនមែនត្រឹមតែជាស្ត្រីដែលមានសម្រស់ទាក់ទាញប៉ុណ្ណោះទេប៉ុន្តែនាងតែងតែបង្ហាញភាពស្មោះត្រង់និងភាពរឹងមាំដែលធ្វើឲ្យទ្រង់សពព្រះទ័យយ៉ាងខ្លាំងដើម្បីឲ្យសមស្របទៅនឹងតំណែងក្បែរព្រះកាយនាងត្រូវបានផ្ដល់ឈ្មោះថ្មីជាផ្លូវការថាស៊ីនីណាតវង្សវជ្រាផាឌីហើយនាងមិនមែនគ្រាន់តែជានារីល្មមនៅក្នុងទូឡើយស៊ីនីណាតបានចូលរួមវគ្គហ្វឹកហ្វឺនយោធាយ៉ាងតឹងរឹងរួមមានការហ្វឹកហាត់ប្រយុទ្ធនៅក្នុងព្រៃនិងការលូតឆាត់យោងជម្រៅជ្រៅនិងការរៀនបើកយន្តហោះចម្បាំងនិងយន្តហោះពាណិជ្ជកម្មនៅក្នុងប្រទេសអាល្លឺម៉ង់ជាមួយនឹងព្រះមហាក្សត្រនៅក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះនាងបានហោះឡើងពីថ្នាក់អនុសេនីយ៍រហូតទទួលបានយសជាឧត្តមសេនីយ៍ត្រីនៅក្នុងខែឧសភាឆ្នាំ2019នៅខែកក្កដាឆ្នាំ2019នោះបន្ទាប់ពីព្រះមហាក្សត្រមហាវជ្រាលង្កូនបានរៀបអភិសេកជាផ្លូវការជាមួយនឹងម្ចាស់ក្សត្រីស៊ូធីដាបានត្រឹមតែ2ខែប៉ុណ្ណោះនៅក្នុងថ្ងៃប្រារព្ធពិធីចម្រើនប្រជជនគម្រប់67វស្សារបស់ទ្រង់ព្រះអង្គបានធ្វើសេចក្តីប្រកាសមួយដែលគ្មាននរណានឹកស្មានដល់ទ្រង់បានប្រកាសតែងតាំងស៊ីនីណាតឲ្យឡើងតំណែងជាចៅគុណព្រះឬស្នំឯកជាផ្លូវការដែលជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលព្រោះថានៅក្នុងរាជវង្សថៃត្រូវបានលុបបំបាត់ចោលជាផ្លូវការតាំងពីឆ្នាំ1935នៅក្នុងរជ្ជកាលព្រះមហាក្សត្ររាមាទី7មកម្ល៉េះការតែងតាំងស៊ីនីណាតបានធ្វើឲ្យនាងក្លាយជាស្នំឯកដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រថៃទំនើបក្នុងរយៈពេលជិត100ឆ្នាំចុងក្រោយនេះពីក្មេងស្រីគិលានុបដ្ឋាយិកាម្នាក់ឈានជើងដល់ចំណុចកំពូលនៃអំណាចនៅក្នុងរាជវាំងថៃដំណើរជីវិតរបស់ស៊ីនីណាតគឺជារឿងរ៉ាវពិតដែលប្លែកនិងអាចកំបាំងជាងប្រឡោមលោកទៅទៀតចុះប្រិយមិត្តវិញយល់យ៉ាងណាដែរចែករំលែកមតិយោបល់របស់អ្នកនៅខាងក្រោម